តកួនបងប្អូននៅពេលដែលប្រឡាក់សាច់បែបរបៀបនេះគឺថាសាច់គោនឹងទន់ហើយឡើងឈ្ងុយហ្មងថ្ងៃនេះក៏មានអីពិសេសដែរបងប្អូនទឹកជ្រលក់ថ្ងៃនេះខុសពីរាល់ដងផ្សំនឹងតកួនយើងបងប្អូនថ្ងៃនេះតកួនខ្ញុំទិញប្រដាប់ឈូសបាននេះនិយាយពីថាតកួននឹងទន់ខ្លាំងមែនតើទន់ល្មើយហ្មងហូបជក់មាត់ណាអញប្លែកខុសពីយើងហូបតកួនកាត់កង់ធម្មតាបងប្អូនសម្រាប់សាច់រើសសាច់ណាដែលជាប់ខ្លាញ់ឲ្យផុយបងប្អូនការប្រឡាក់សាច់ហ្នឹងខ្ញុំបុកខ្ទឹមសជាមួយម្ទេសម្លែបងប្អូនហើយបន្ថែមប្រេងខ្យងម្សៅស៊ុបប៊ីចេងទឹកដោះគោខាប់ហើយនិងប្រេងឆាហើយនិងទឹកដោះគោខាប់ហ្នឹងគឺជំនួយឲ្យសាច់ហ្នឹងគឺកាន់តែទន់កាន់តែឈ្ងុយបងប្អូនពោះទឹកតាហ៊ូថ្ងៃនេះខ្ញុំលាយជាមួយនឹងកាពិបងប្អូនពេចម៉ន់ឲ្យវាបែកបងប្អូនឲ្យម៉ត់ល្អហើយបន្ថែមនឹងខ្ទឹមសម្ទេសក្រូចឆ្មាដោះគោខាប់ហើយនិងប៊ីចេងបងប្អូនគ្រឿងផ្សំមានតែប៉ុណ្្នឹងឯងបងប្អូនដោះគោនេះខ្ញុំដាក់រាងចាស់គួរសមណាស់ដោយសារកាពិហើយនឹងតាហ៊ូនឹងសុទ្ធតែប្រៃបងប្អូនហើយនឹងទឹកក្តៅដាំឆ្អិនឲ្យទុកឲ្យត្រជាក់មកបងប្អូនខ្ញុំកូរច្បល់ឲ្យសព្វមកជាការស្រេចហើយការចម្អិននឹងខ្ញុំប្រើប៊ឺបងប្អូនដាក់ឲ្យរលាយបន្ថែមនឹងសាច់ថ្ងៃនេះប្រើសាច់គោសុទ្ធតែម្ដងបន្ថែមនឹងតកួនដែលបានឈូសហើយនឹងបន្ថែមប្រេងឆាបន្តិចដែរដើម្បីឲ្យតកួននឹងគឺកាន់តែទន់ល្អមុខនេះដែរបងប្អូនហូបសាច់គោនៅឈាមអញ្ចឹងអូយជាតិណាស់